កាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះសុកមានវេលាថ្ងៃមួយសុកបានធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅដើម្បីកាប់ឱសថយកមកធ្វើថ្នាំលុះចូលទៅដល់ក្នុងព្រៃជ្រៅសុកបានដើរកាប់ឱសថជាធម្មតាលុះចូលទៅដល់ព្រៃជ្រៅដែលជាកន្លែងកាប់ឱសថនោះហើយបុរសនោះបានប្រទះឃើញខ្លាធំមួយដេកស្លាប់នៅក្បែររូងភ្នំចៅសុងបានចូលទៅពិនិត្យមើលហេតុគ្រប់សពហើយក៏ប្រទះឃើញថានៅពីក្រោយរូងភ្នំនោះមានរន្ធពស់មួយយ៉ាងធំបុរសនោះមានចិត្តសប្បុរសចំពោះសាកសពសត្វខ្លានេះណាស់ក៏ស្រែកថងយាមយកថ្នាំមកដោះលាបឲ្យសត្វខ្លានោះទៅលុះបានមួយស្របក់ខ្លាដឹងខ្លួនឡើងឃើញខ្លួនប្រឡាក់សុទ្ធតែថ្នាំដែលលាបក៏មានសេចក្តីទោសៈនឹងបុរសដែលលាបថ្នាំឲ្យហើយស្ដីឲ្យថាហេតុដូចម្ដេចបានជានេះឯងហ៊ានយកអ្វីមកប្រឡាក់ខ្លួនអញឲ្យប្រឡាក់ស្អុយយ៉ាងនេះបុរសនោះក៏បានឆ្លើយឡើងថាយើងបានដើរកាត់បានឃើញបងឯងស្លាប់ដោយសារពស់ចឹកហើយយើងយកថ្នាំដោះលាបឲ្យបងឯងបានរស់ទេតើខ្លាក៏បានឆ្លើយតបវិញថាអញបានស្លាប់អីឯណាពស់ចឹកអញកាលណាអញកំពុងដេកលក់ស្រួលទេតើបើដូច្នេះអញត្រូវប្រហារជីវិតឯងធ្វើជាចំណីអញចៅសុកមានសេចក្តីតក់ស្លុតនិងសេចក្តីស្លាប់ជាខ្លាំងក៏អង្វរខ្លាថាបងអើយអាណិតយើងផងកុំអាលពិឃាតយើងក្នុងគ្រានេះអីចាំយើងទៅរកអ្នកប្រាជ្ញបណ្ឌិតណាឲ្យគេជួយជំរុំជម្រះឲ្យបើរកទៅឃើញថាយើងខុសសុំបងប្រហារជីវិតយើងចុះបើរកទៅឃើញថាយើងត្រូវនោះត្រូវតែទុកជីវិតយើងខ្លាក៏យល់ព្រមតាមសេចក្តីអង្វររបស់ចៅសុកក៏វិលត្រឡប់ទៅតាមរកអ្នកប្រាជ្ញបណ្ឌិតដើម្បីឲ្យជួយកាត់ក្តីឲ្យខ្លួនផងដែរចំណែកខ្លាវិញសប្បាយចិត្តនឹងចង់ស៊ីបុរសនោះយ៉ាងខ្លាំងដោយមិនគិតថាបុរសនោះបានជួយជីវិតខ្លួនឡើយដោយគិតតែពីចង់សម្លាប់បុរសនោះបុរសនោះក៏បានធ្វើដំណើរទៅតាមរកអ្នកប្រាជ្ញបណ្ឌិតឲ្យមកជួយជំរុំជម្រះក្តីរបស់ខ្លួនទៅទាំងសេចក្តីផិតភ័យតក់ស្លុតក្នុងចិត្តដោយការដើរមិនយូរប៉ុន្មានបុរសនោះក៏បានដើរទៅប្រទះនឹងសត្វពពែហើយនឹងសត្វអូតដែលនៅក្បែរផ្លូវកំពុងតែស៊ីស្មៅហើយក៏និយាយអង្វរថាសូមបងទាំងពីរជួយអាយុជីវិតខ្ញុំផងត្បិតអីសត្វខ្លាដែលត្រូវពស់ចឹកស្លាប់បានខ្ញុំយកថ្នាំលាបឲ្យវាហើយរស់ជីវិតឡើងវិញតែវាប្រាថ្នាចង់ស៊ីជីវិតខ្ញុំថាហើយបានចោទខ្ញុំថាជាអ្នកធ្វើឲ្យវាភ្ញាក់ពីដំណេកហើយឲ្យប្រឡាក់ខ្លួនទៀតផងសត្វទាំងពីរដឹងរឿងគ្រប់សពគ្រប់ហើយក៏ពិចារណាទៅឃើញថាតាមពិតត្រូវកាត់ក្តីឲ្យបុរសនេះឈ្នះខ្លាប៉ុន្តែបើអញកាត់ឲ្យបុរសនេះឈ្នះខ្លាមុខជាខ្លាគុំអញចង់ស៊ីអញធ្វើជាអាហារពុំខានក៏ប្រាប់ទៅចៅសុកថាបងឯងខុសមែនហើយត្រូវឲ្យខ្លាស៊ីទៅចំណែកសត្វទាំងពីរក្រោយពីនិយាយពាក្យនេះរួចហើយក៏សុំលាបុរសនោះទៅផ្ទះបាត់ក្រោយពីបានឮសត្វទាំងពីរនិយាយដូច្នេះហើយចៅសុករឹតតែផិតភ័យខ្លាំងឡើងហើយក៏ប្រញាប់ប្រញាល់ដើរយ៉ាងលឿនទៅមុខទៀតដោយដើរបណ្ដើរគិតបណ្ដើរក្នុងចិត្តថា
អញច្បាស់ជាស្លាប់បើសិនជាពុំមានអ្នកណាមកជួយជំរុំជម្រះក្តីនេះឲ្យចៅសុខំប្រឹងដើរទាំងយប់ទាំងថ្ងៃដើម្បីតាមទៅរកសុភាទន្សាយដែលជាអ្នកមានប្រាជ្ញាឲ្យជួយកាត់ក្តីឲ្យខ្លួនដោយដើរបណ្ដើរគិតបណ្ដើរក្នុងចិត្តថាអញមិនគួរណាធ្វើគុណបានទោសជាមួយនឹងសត្វខ្លានេះសោះដោយដើរមិនយូរប៉ុន្មានចៅសោក៏បានដើរទៅជួបនឹងបងសុភាទន្សាយហើយក៏បានរៀបរាប់តាមដំណើររឿងប្រាប់សុភាទន្សាយក្រោយពីសុភាទន្សាយបានស្ដាប់សពគ្រប់ហើយក៏ប្រាប់ទៅកាន់បុរសនោះថាខ្លួននឹងជួយកាត់ក្តីឲ្យបុរសនោះដោយប្រាប់បុរសនោះទៅនិយាយអង្វរខ្លះសិនខ្លួននឹងទៅជួយតាមក្រោយក្រោយពីបានដឹងថាសុភាទន្សាយស្ម័គ្រជួយខ្លួនបុរសនោះពិតជាមានសេចក្តីរំភើបឥតឧបមាក៏បានសុំលាសុភាទន្សាយត្រឡប់ទៅកន្លែងខ្លះវិញខ្លានោះបានឆោចាំបុរសនោះត្រឡប់មកវិញទាំងសេចក្តីរំភើបនិងសេចក្តីស្រេកឃ្លានគ្រាន់តែបានឃើញបុរសនោះដើរមកដល់ភ្លាមសត្វខ្លាសប្បាយចិត្តណាស់នឹកក្នុងចិត្តថានឹងបានឆៃបុរសនោះធ្វើជាចំណីរបស់ខ្លួនមិនខានហើយក៏សួរទៅកាន់បុរសនោះថាណែអ្នកកំឡោះអ្នកព្រមឲ្យយើងស៊ីតាមសម្រួលឬយ៉ាងម៉េចបុរសនោះឮខ្លានិយាយដូច្នេះក្នុងចិត្តផិតភ័យជាខ្លាំងក៏អង្វរទៅកាន់ខ្លាថាសូមខ្លាកុំទាន់អាឆៃខ្លួនក្នុងគ្រានេះអីចាំបន្តិចទៀតចាំមានគេមកជំរុំជម្រះក្តីឲ្យបើសិនជាការកាត់ក្តីទៅឃើញថាខ្ញុំខុសសូមអ្នកឆៃខ្ញុំចុះខ្ញុំមិនរត់គេចទៅណាទេដោយការប្រកែកគ្នាចុះឡើងជាប់ជួនអីសុភាទន្សាយក៏មកដល់ហើយក៏សួរថាគ្រាន់តែសុភាទន្សាយមកដល់ក៏ធ្វើជាសួរទៅកាន់អ្នកទាំងពីរថាតើអ្នកទាំងពីរឆ្លោះទើសតែងគ្នារឿងអ្វីខ្លានិងចៅសុងក៏បានប្តឹងទៅតាមដំណើររឿងរៀងខ្លួនសុភាទន្សាយកាត់សេចក្តីថាបើដូច្នេះត្រូវបងខ្លាឯងទៅគេងនៅត្រង់កន្លែងដដែលនោះឲ្យយូរដូចពីមុនបើដល់ពេលភ្ញាក់ឡើងមិនស្លាប់ទេសុំបងមកពិឃាតមនុស្សនេះធ្វើជាអាហារចុះខ្លាក៏ទៅដេកតាមបង្គាប់លុះខ្លាបានទៅដេកបានមួយស្របក់ហើយពស់ក៏ចេញពីរោងភ្នំមកចឹកខ្លានោះស្លាប់ទៅលុះសុភាទន្សាយឃើញពស់ចឹកខ្លាស្លាប់ហើយក៏ប្រាប់ទៅបុរសនោះថាបងឯងកុំយកថ្នាំមកលាបឲ្យវាទៀតទុកឲ្យវាស្លាប់ទៅចុះហើយក៏ប្រាប់បុរសនោះឲ្យទៅលំនៅឋានវិញចៅសុកក៏បានអរគុណនៅសុភាទន្សាយដែលបានជួយអាយុជីវិតរបស់ខ្លួនសង្គ្រោះពីខ្លាចាប់តាំងពីពេលនោះមកចៅសុករស់នៅប្រកបដោយសុភមង្គលចំណែកឯខ្លាវិញក៏បានស្លាប់ដោយសារពស់ចឹកនេះគឺជាលទ្ធផលដែលគេធ្វើគុណជាមួយហើយតែបានទោសមកវិញតែសេចក្តីអាក្រក់មិនអាចយកឈ្នះនៅអំពើល្អបានឡើយ